ខ្មែរយើងបាត់ដីណាប៉ុន្តែគ្មានខ្មែរណាទៅខ្វល់រឿងបាត់ដីទេគ្រាន់តែអាក្មួយប្រុសបូភត្រាមណ្ឌល TV វាផ្ដាច់ចំណងមេត្រីភាពរវាងវានិងគូដណ្ដឹងវាណាខ្មែរនាំគ្នាឈួតនឹងរឿងអាបូភត្រារឿងអាក្មួយបូភត្រាដែលវាមានគូដណ្ដឹងហើយគេផ្ដាច់ចំណងមេត្រីភាពនឹងគ្នានេះហើយគឺជាក្រយៅរបស់មនុស្សដែលខ្មែរយើងនឹងវាអស់ទឹកអស់ដីហើយគេជន់ក្បាលរាល់ថ្ងៃហ្នឹងគឺអញ្ចឹងឃើញសង្គមយើងហ៎ណាឥឡូវនេះចូលដល់ថ្ងៃនេះសង្គមស្អីណាមាន account នៅ Facebook មួយឈ្មោះខ្មែរអង្គរមាន account មួយទៀត Today News មាន account 3 4ទៀតនិយាយរឿងអីនិយាយរឿងការផ្ដាច់ចំណងមេត្រីភាពគ្នារវាងអាក្មួយមួយឈ្មោះបូភត្រាអីខាងមណ្ឌល TV ហ្នឹងណារឿងហ្នឹងខ្មែរគេចូលចិត្តរឿងហ្នឹងរឿងទឹកដីរឿងការជិះជាន់រឿងខ្សែទឹកកាច់រឿងជីវភាពគេចាំដល់ថ្ងៃគេងាប់តែម្ដងគេអត់ខ្វល់ទេឥឡូវនេះវាតាក់ទងនឹងរឿងហ្នឹងណាគេតាក់ទងរឿងហ្នឹងហើយនាំគ្នាដោយកូនក្មេងដែលចេះតែមកសួរខ្ញុំឲ្យធ្វើនេះធ្វើនោះដើម្បីទៅមើលនៅ TikTok នេះហើយដែលទាញយកខ្មែរយើងហ្នឹងណាឲ្យទាញយកខ្មែរយើងហ្នឹងចេះតែខ្មែរយើងហ្នឹងលាយទៅអាលុំទៅអាលុំទៅអាលុតទៅហ្នឹងមើលអញ្ចឹងណាកាន់តែរឿងតូចមួយដែលជាឯកជនហ្នឹងយកមកហែកហួរបើហែកហួរគ្នាដោយសារតែរឿងអញ្ចឹងមនុស្សរាប់ពាន់រាប់ម៉ឺនរាប់សែននាក់ឯងតែចូលចិត្តយកមកនិយាយណាឥឡូវនេះនៅក្នុងប្រព័ន្ធណា social media គេអត់គិតអីគេគិតរឿងអាពីរនាក់នោះវាបែកគ្នាដែលជារឿងឯកជនគ្មានអ្វីតាក់ទងនឹងជីវិតទេឃើញទេនេះហើយមកយាទថោកណាហើយដើម្បីឲ្យវាបានរឿងហ្នឹងយកមកហែកហួរគេត្រង់ហ្នឹងហើយដែលតាំងពីឆ្នាំ2017ណាបកពួកអាសំរាំងស៊ីអត់ដែលហ៊ានប្រឈមជាមួយខ្ញុំរឿងនយោបាយទេដល់អត់ប្រឈមជាមួយខ្ញុំរឿងនយោបាយហែកហួរខ្ញុំហែកហួរប្រពន្ធកូនខ្ញុំណាក្រោយមកទៀតពួកកថាហ៊ុនសែនអត់ដែលហ៊ាននិយាយរឿងនយោបាយមួយខ្ញុំទេគ្មានសមត្ថភាពហែកហួរប្រពន្ធកូនខ្ញុំតាំងពីអាខណ្ឌសវណ្ណរហូតដល់កូនសិស្សអាខណ្ឌសវណ្ណដែលជាប់គុកទៅអានេះទេពក្រខ្ជាយនេះជាប់គុកបាត់ណាឥឡូវសល់អាពេលផែងវណ្ណៈអីបន្តទៅទៀតរហូតដល់ពួកអាពេលដទៃទៀតអត់មានសមត្ថភាពអត់មានស្អីដែលមកនិយាយរឿងប្រទេសជាតិទេហ្នឹងហើយណាពួកអាសំរាំងស៊ីតាំងពីចំនួនអាសំរាំងស៊ីនៅមានមនុស្សរហូតដល់អស់មនុស្សអាលីងអត់មានអីមកនិយាយរឿងប្រទេសជាតិទេអត់មានអីនិយាយរឿងសេដ្ឋកិច្ចពាណិជ្ជកម្មសង្គមកិច្ចសិល្បៈវឌ្ឍនធម៌វប្បធម៌សង្គមធម៌អត់មានទេគឺមានតែហែកហួរគ្នាណាហើយពួក LDP នេះអត់មានអីក្រៅពីមកជេរវាថាវានឹងប្រជាធិបតេយ្យវាថាវានឹងចង់កសាងអីរួមគិតរួមធ្វើអីអត់មានទេវាលើកតបមកជេរតលតែវាខ្លួនវាអាលាយឥឡូវកំពុងឈួតពីរឿងណាកំពុងឈួតពីរឿងគូដណ្ដឹងរបស់អាបូភត្រាវានៅក្មេងណាវាមិនខ្វះទេប្រពន្ធនោះអាបូភត្រាក៏វារត់លុយបានដែរវាបង្កើតអាមណ្ឌល TV នឹងវារត់លុយបានរបស់វាអូខេបើគ្រាន់តែរឿងជីវិតរបស់វាយកមកហែកហួរមនុស្សចូលចិត្តណាអានឹងហើយជាកយៅដែលប្រទេសជាតិមួយនេះអាលាយដោយសារប្រទេសជាតិមួយនេះអត់មានងើបរួចពីអាហ្នឹងទេអញ្ចឹងហើយបានជាខ្ញុំចេះតែបបួលកូនចៅហ្នឹងឲ្យខំប្រឹងរៀនណាឃើញទេគ្រាន់តែរឿងអាបូភត្រាវាផ្ដាច់មេត្រីជាមួយគូដណ្ដឹងហ្នឹងវាយកមកនិយាយឡើងផ្អើលពេញហើយសិតតែខ្មែរអង្គរសិតតែជាតិខ្មែរម៉ែវាអីបើវាថោកឡើងណាអាហ្នឹងអញ្ចឹងណាឥឡូវឆ្លើយឆ្លងអញ្ចេះបងអូនបន្តិចការកំណត់គុណភាពនៃក្រុមហ៊ុនរថយន្តដែលលក់ក្នុងទីផ្សារអន្តរជាតិការកំណត់គុណភាពរថយន្តដែលនាំទៅលក់
នៅបរទេសសំខាន់ជាងគេគឺសាមីប្រទេសបើសាមីប្រទេសហ្នឹងរដ្ឋាភិបាលយកចិត្តទុកដាក់លើគុណភាពរថយន្តលើសុវត្ថិភាពរថយន្តលើការផ្គត់ផ្គង់បន្លាស់លើ guarantee រថយន្តអានោះរថយន្តមកពីប្រទេសណាក៏ដោយឲ្យតែនាំចូលមកក្នុងទីផ្សាររបស់ប្រទេសមួយទៀតគឺបានអ្នកដែលប្រើប្រាស់ក្នុងស្រុកហ្នឹងគឺបានសប្បាយសប្បាយវាមិនមែនអាស្រ័យផលិតករនិងអ្នកនាំចូលទេគុណភាពរថយន្តតទៅនឹងគុណភាពគ្រឿងម៉ាស៊ីនតួសុវត្ថិភាពហើយនឹងបន្លាស់ហើយនឹង guarantee វាពឹងទៅលើច្បាប់វិន័យរបស់ប្រទេសដែលប្រើហ្នឹងសំខាន់ណាស់ណាឧទាហរណ៍រថយន្តចិនដែលនាំចូលទីផ្សារយុរ៉ុបមិនមែនដោយសារចិនវាខំប្រឹងផលិតរថយន្តគុណភាពទេណាបងប្អូនគឺវាខំប្រឹងបំពេញគុណភាពតម្រូវការរបស់ច្បាប់យុរ៉ុបរបស់សុវត្ថិភាពយុរ៉ុបរបស់ថ្លៃធម្មពលយុរ៉ុបរបស់ guarantee យុរ៉ុបវាត្រូវបំពេញបែបបទហ្នឹងដើម្បីក្តាប់យកទីផ្សារដូច្នេះហើយបានខ្ញុំនិយាយថារថយន្ត BYD ដែលលក់នៅស្រុកចិនគឺជារថយន្តអន់បំផុតរីឯរថយន្តដែលនាំទៅចែកចាយឲ្យប្រទេសតូចតាចនៅអាស៊ីឬអាហ្វ្រិកម៉ាកដូចគ្នា model ដូចគ្នាតែសុទ្ធតែជារថយន្តសម្រាមរីឯរថយន្តម៉ាកដូចគ្នានាំទៅយុរ៉ុបគឺគុណភាពខុសគ្នាដោយយុរ៉ុបវាតម្រូវការតាមច្បាប់តាមសុវត្ថិភាពតាម guarantee តាមបន្លាស់និងកញ្ចប់ថែទាំគេហៅ maintenance ណាបងណាបើសិនណាជាអាមេរិកាំងមិនមែនបើសិនទេខ្ញុំឲ្យឧទាហរណ៍ចំបណ្ដោយទៅក្រុមហ៊ុនអាមេរិកាំង Ford ដំឡើងរថយន្តនៅកម្ពុជាហើយរថយន្តនោះដាក់ sticker ដាក់ផ្លាកនៅជាប់តួរថយន្តនោះថា made in Cambodia គុណភាពរបស់វាបើវាជា model ដូចគ្នាគុណភាពរបស់វាអត់ដូចរថយន្តដដែលហ្នឹងបើកនៅលើថ្នល់អាមេរិកទេដល់បានទេបងឧទាហរណ៍ថាក្រុមហ៊ុន Ford ហ្នឹងឧទាហរណ៍ថាគេផលិតរថយន្តមួយលេខ150ដូចគ្នាផលិតនៅកម្ពុជាដាក់លក់ក្នុងទីផ្សារកម្ពុជាមានគុណភាពខុសគ្នាពីរថយន្ត model ដូចគ្នាដែលដាក់លក់នៅក្នុងទីផ្សារអាមេរិកក្រុមហ៊ុនតែមួយណាអានោះគេហៅថាគុណភាពតាមតម្រូវការនៃទីផ្សារតែប៉ុណ្ណានឹងមួយទៀតកញ្ចប់ថែទាំគេហៅថា guarantee ណាកញ្ចប់ថែទាំរថយន្តដូចគ្នាលក់នៅជប៉ុននៅកូរ៉េនៅយុរ៉ុបហើយរថយន្តហ្នឹងតម្លើងនៅប្រទេសកម្ពុជាលក់នៅកម្ពុជាកញ្ចប់ខុសគ្នា guarantee ក៏ខុសគ្នាណាបងណាអញ្ចឹងបន្តមកទៀតខ្ញុំបន្ថែមឲ្យបងចាប់យល់រថយន្តម៉ាកតែមួយម៉ាកក្រុមហ៊ុនតែមួយ model តែមួយគុណភាពខុសគ្នាទៅតាមទីផ្សារនៃប្រទេសមួយឬក៏តំបន់មួយហើយកញ្ចប់ថែទាំក៏ខុសគ្នាមានរឿងមួយទៀតខុសគ្នាខ្ញុំឲ្យឧទាហរណ៍មួយឲ្យរៀងជ្រៅបន្តិចជូនបងឧទាហរណ៍ថារថយន្ត Toyota Camry model ឆ្នាំ26ផលិតនៅអាមេរិកមាន1000បំណែកតូចធំក៏ដោយវាមាន1000បំណែកណាបងណាមាន1000បំណែកផលិតនៅស្រុកជប៉ុនវាអាចមាន1000បំណែកឬក៏អាចមាន1100បំណែករថយន្តដូចគ្នា model ដូចគ្នាឆ្នាំដូចគ្នាអស់បំណែកគ្នាអាចនៅកម្ពុជាវាមានតែ900ឬ800បំណែកទេអញ្ចឹងបងអូនសួរខ្ញុំវិញថាបងឡានរូបរាងដូចគ្នា model ដូចគ្នាហើយក្រុមហ៊ុនតែមួយមិនក៏បំណែកវាខុសគ្នាអាហ្នឹងគេហៅថា prefab parts វាតាក់ទងនឹងកន្លែងដំឡើងបើរោងចក្រដំឡើងនោះវារោងចក្រដំឡើងរថយន្តគេចាត់ទុកតាម
category របស់វាមិនមែនដូចថាទេហោះថាបងអូនឮសូរថារោងចក្រដំឡើងរថយន្ត Toyota នៅ Osaka រោងចក្រដំឡើងរថយន្ត Toyota នៅ Lyon បារាំងរោងចក្រដំឡើងរថយន្តនៅ Toyota នៅ Detroit អាមេរិករោងចក្រដំឡើងរថយន្តនៅកំពង់ចាមកម្ពុជាតែមួយឯងរោងចក្រដំឡើងរថយន្តខុសចំណាត់ថ្នាក់គ្នាប្រទេសខ្លះมันអាចដំឡើងរថយន្តនៅក្នុងគេហៅថាវិស្វកម្មដំឡើងរថយន្តថ្នាក់ទី1ទេប្រទេសខ្លះកម្មករដែលធ្វើការហ្នឹងត្រឹមតែថ្នាក់ទី3ទេអញ្ចឹងបើវាថ្នាក់ទី3បន្លាស់និងបង្គំបំណែករបស់វាហ្នឹងត្រូវគេដំឡើងឲ្យស្រេចពីក្រៅទៅគេនាំយកទៅជាបំណែកវាធំអញ្ចឹងចំនួនបំណែកហ្នឹងវាធ្លាក់មក900ចំនួន1200 1100ឬ1000ដោយសារក្រុមហ៊ុនហ្នឹងសមត្ថភាពតម្លើងវាទៀតអញ្ចឹងគេត្រូវ prefab វាគឺគេឧទាហរណ៍ថារបស់ណាដែលគេអាចផ្គុំហើយស្រេចមុននឹងគេរុញចូលទៅកម្ពុជាដើម្បីឲ្យកម្មករនៅកម្ពុជាតម្លើងឲ្យស្រួលកុំឲ្យវាមានការខូចគេ pre វាហើយណាគេ prefab វាហើយគេ prefab វាហើយដល់ពេលគេតម្លើងវាចូលទៅទើបបំណែកបន្លាស់ហ្នឹងនៅកម្ពុជាវាតែ900វាតម្លើងនៅតូក្យូឬក៏អូសាកា1100វាតម្លើងនៅអាមេរិកតែ1000ទេនឹងខ្ញុំចាប់តាមប៉ុណ្ណឹងឲ្យបងប្អូនយល់ណាមែនថាអូ Toyota ហ្នឹងវាមាន1100បំណែកគេយកទៅតម្លើងនៅកម្ពុជា1100បំណែកដូចនេះអត់ទេគេអត់ទេពពោះជាងកម្មករនៅកម្ពុជាមិនទាន់ថ្នឹកណាដល់មិនទាន់ថ្នឹកទៅអត់រួចទេណាដូច្នេះហើយមានការល្ងងខ្លាយមួយកើតឡើងហើយនៅអាមេរិកកម្មករស៊ីប្រាក់ខែប៉ុណ្ណេះនៅកម្ពុជាស៊ីតែប៉ុណ្ណេះទេណាអញ្ចឹងការតម្លើងរថយន្តនៅកម្ពុជាហ្នឹងToyotaកេងប្រវាញ់ណាពីព្រោះឲ្យប្រាក់ខែតែប៉ុណ្ណេះមិនមែនទេអាសមត្ថភាពនៃការតម្លើងរបស់យើងហ្នឹងនៅពេលដែលរោងចក្រយើងប្រើបង្គំតិចជាងគេបានសេចក្តីថាបង្គំហ្នឹងត្រូវតម្លើងនៅបរទេសហើយទើបនាំបង្គំហ្នឹងចូលអញ្ចឹងរោងចក្រតម្លើងរថយន្តឈ្មោះថាដូចគ្នាតម្លើងរថយន្តប៉ុន្តែមានឋានៈរបស់វាគេមានលេខកូដគេណាបងណាគេមានលេខកូដគេហើយយើងអត់ដឹងយើងចូលយើងថាស្រុកខ្មែរក៏មានរោងចក្រតម្លើងរថយន្តដែរម៉ាកតែមួយមែនប៉ុន្តែកម្មករទេពកោសល្យហើយនឹងជំនាញខុសគ្នាឧទាហរណ៍ក្រុមហ៊ុន Toyota នៅកម្ពុជាតម្លើងរថយន្តដូចគ្នាប៉ុន្តែនៅថៃគេតម្លើងមួយចំនួនទើបដឹកយកមកកម្ពុជាតម្លើងបន្តនិយាយមើលងាយខ្មែរមែនទេកុំភ្លើអាហ្នឹងមិននឹងល្ងងទេមកនិយាយទៅប្រាប់ឲ្យយល់អា Toyota នៅស្រុកថៃកម្មករវាស្ទាត់ជំនាញវា prefab វាតម្លើងខុសគ្នាពីអាការដែលគេយកមកតម្លើងនៅកម្ពុជាវាតលតែយើងហ្នឹងឡើងថ្នាក់ដូចគេយើងឡើងថ្នាក់បានវាតលតែ Toyota ហ្នឹងជួយយើងដើម្បីធ្វើការវឹកហាត់ឲ្យកម្មករយើង upgrade ហើយរដ្ឋាភិបាលយើងក៏ចេះដឹងតែងឈ្មោះឈ្មោលលើកកម្ពស់ជំនាញរបស់កម្មករយើងឧទាហរណ៍ដូចកាត់ដេរអញ្ចឹងណារោងចក្រកាត់ដេរនៅកម្ពុជារាប់លានអ្នកមនុស្សកាត់ដេរប៉ុន្តែយើងកាត់ដេរតែសម្លៀកបំពាក់មួយចម្ពោះទេដល់សម្លៀកបំពាក់លើសពីវិធីហ្នឹងយើងអត់កាត់បានទេយើងគ្មានជំនាញបើរាជការយើងរាជការណាបូកនឹងការឈ្មោះឈ្មោលរបស់កម្មករយើងអាចឈានទៅរកការកាត់សម្លៀកបំពាក់ទំនើបជាងហ្នឹងថ្លៃជាងហ្នឹងវាទាញយកប្រាក់ខែដល់កម្មករកាត់ដេរយើងបានច្រើនជាងហ្នឹងទាំងអស់ហ្នឹងវាអាស្រ័យទៅលើធនធានមនុស្សយើងវាអាស្រ័យទៅលើការឈ្មោះឈ្មោលនៃរាជការយើងជាមួយនឹងឈ្មួញតែស្រុកខ្មែរយើងចូលចិត្តចូលយើងក៏មានរោងចក្រតម្លើងដែរអត់ដូចគ្នាទេត្រូវការពេលវេលាដើម្បីកសាងចប់កុំឲ្យវែងពេកខ្ញុំឆ្លើយប៉ុណ្ណឹងឲ្យយល់ការយល់ដឹងនេះវាជាប្រយោជន៍កុំឲ្យថាខ្មោចអាសវណ្ណគេនិយាយគេថាស្អីក៏ស្រុកខ្មែរមានដែរខ្លាមានវាមានដូចតែគ្នាហ្នឹងប៉ុន្តែវាមានអាចកំបាំងរបស់វា
មួយណាវាមានអាចកំបាំងរបស់វាដែលពាក្យត្រឹមត្រូវគេថាវាមានលក្ខឋានរបស់វាលក្ខឋានលោកជើងកថដាក់ស្រអានឹងណូវាមានលក្ខឋានរបស់វាមានលក្ខឋានរបស់វាដូច្នេះហើយការបង្កើតលទ្ធភាពផលិតកម្មគឺក្រសួងការងារផងក្រសួងវិជ្ជាជីវៈផងក្រសួងធនធានមនុស្សផងចក្ខុវិស័យនិងនយោបាយរបស់រាជការផងទើបយើងកសាងបានជាខ្ញុំអំពាវនាវថាសូមឲ្យខ្មែរអើយរាជការអើយឈប់ចូលឈប់អួតឈប់ fake ទៅបើយើងឈប់ចូលឈប់អួតឈប់ fake យើងកសាងស្អីក៏គង់តែទៅដល់គោលដៅទេខ្មែរអាចបង្កើតឧស្សាហកម្ម aerospace បានខ្មែរក៏អាចទៅដល់ឋានប្រច័ណ្ឌដែរឲ្យតែឈប់ចូលឈប់អួតឈប់ fake ទៅតែប៉ុណ្្នឹងទេណាបងប្អូនអញ្ចឹង